មនុស្សយើងកើតមកក្នុងលោកពិតជាមិនមានអ្នកណាមកជំនួសយើងបានឡើយគឺយើងមានតែម្នាក់ឯងគត់ដូច្នេះទើបយើងត្រូវនឹងដល់ព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់ថាកុំប្រមាទព្រោះបុគ្គលណាប្រមាទហើយបុគ្គលនោះឈ្មោះថាស្លាប់ហើយមនុស្សក្នុងលោកតែងកើតទុក្ខសោកព្រោះគិតថាអ្នកដែលយើងស្រឡាញ់នោះបានលះបង់យើងចោលប៉ុន្តែរឿងនេះមិនគួរឲ្យស្រណោះដោយដែលយើងលះបង់ខ្លួនឯងចោលនោះទេគឺលះបង់ខ្លួនឲ្យបាបនាំយកទៅឬសម្រាប់ខ្លួនឯងដោយសេចក្តីប្រមាទនឹងឯងនៅក្នុងតណ្ហាវគ្គទី24នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាភោគៈទាំងឡាយរមែងសម្រាប់បុគ្គលអប្រាជ្ញាប៉ុន្តែមិនសម្រាប់បុគ្គលអ្នកស្វែងរកត្រើយគឺព្រះនិព្វានទេឯបុគ្គលអប្រាជ្ញារមែងសម្រាប់ខ្លួនឯងដូចជាសម្រាប់បុគ្គលដទៃព្រោះចំណង់ក្នុងភោគៈ